ប្អូនទាំងគ្នាខ្ញុំមកមើលឧបករណ៍លេងខ្មែររបស់យើងនៅសមាគមអភិរក្សលេងខ្មែរអញ្ចឹងយើងឃើញថាឥឡូវនេះនៅសមាគមអភិរក្សលេងខ្មែរយើងមានត្រូច្រើនប្រភេទហើយយើងមានទាំងឧបករណ៍ភ្លេងប្រភេទជាស្គរប្រភេទជាខឹមរនាតតាខេហើយចាប៉ីដងវែងហើយផ្នែកស្គរប៉ុកនិងផ្សេងៗផងដែរអញ្ចឹងអ្វីដែលសំខាន់នៅក្នុងនេះយើងផ្ដល់សម្រាប់បងប្អូនអរគ្នានេះគឺឱកាសទី1ពាក់ព័ន្ធនឹងការរៀនសូត្រពីការធ្វើឧបករណ៍ភ្លេងក៏ដូចជាការរៀនលេងឧបករណ៍ភ្លេងរបស់ដែលជាឧបករណ៍ភ្លេងខ្មែររបស់យើងអស់ផងដែរបាទហើយសម្រាប់បងប្អូនអរគ្នាដែលនិយមស្រឡាញ់ចង់អភិរក្សបាទចង់យកទៅតាំងនៅផ្ទះរបស់បងប្អូនអរគ្នាទុកឲ្យកូនចៅស្គាល់ថានេះវាគឺជាសុទ្ធតែជាឧបករណ៍របស់ដូនតារបស់យើងឧបករណ៍ភ្លេងនោះគឺបងប្អូនអរគ្នាអាចធ្វើការទំនាក់ទំនងដើម្បីជឿទៅបានព្រោះជាការចូលរួមចំណែកទាំងការអភិរក្សថែរក្សាឧបករណ៍ភ្លេងខ្មែររបស់យើងចឹងនៅក្នុងសមាគមអភិរក្សភ្លេងខ្មែរមិនត្រឹមតែយើងមានឧបករណ៍ភ្លេងយើងមានការបដិបដាលយើងមានទាំងការសម្ដែងកម្មវិធីផ្សេងៗជាច្រើនទៀតតាមតម្រូវការរបស់ពុកម៉ែបងប្អូនអរគ្នាហើយយើងក៏ផ្ដល់ឱកាសសម្រាប់ការសិក្សាទៅដល់បងប្អូនទាំងតាមរយៈអនឡាញផងតាមរយៈនៃការដែលគាត់ចង់សិក្សាផ្ទាល់ផងដែរនៅទីកន្លែងដែលសមាគមរបស់យើងផ្ទាល់នៅក្នុងនេះផងដែរសមាគមរបស់យើងក៏ក្រៅពីការសិក្សាយើងក៏មានទំនាក់ទំនងជួយកិច្ចការងារសង្គមទាំងការសាងធនធានមនុស្សទាំងការចូលរួមផ្សព្វផ្សាយលើកកម្ពស់ទីផ្សារកសិផលជាតិផលិតផលជាតិចូលរួមផ្សព្វផ្សាយនៅសិល្បៈវប្បធម៌គ្រប់ទម្រង់ហើយជាពិសេសយើងក៏មានការចូលរួមកន្លងមកដូចជាយើងមានការចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗនៅក្នុងសង្គមច្រើនផ្នែកឲ្យតែសង្គមមានអ្វីដែលជាការដែលយើងអាចចូលរួមទៅបានសមាគមតែងតែចូលរួមជានិច្ចបាទអញ្ចឹងបងប្អូនអរគ្នាទាំងវិស័យការងារនិងផ្សេងៗសមាគមបានធ្វើការទំនាក់ទំនងនៅក្នុងការស្វែងរកកិច្ចការងារជាច្រើនដើម្បីផ្ដល់ជាឱកាសការងារសម្រាប់សិស្សដែលគាត់មករៀនផងក៏ដូចជាបងប្អូនផ្សេងៗដែលចង់សិក្សាចង់ស្វែងយល់នេះគឺយើងអាចធ្វើការទំនាក់ទំនងពីគ្នាទៅវិញទៅមកបានសមាគមអភិរក្សភ្លេងខ្មែររីករាយនឹងការទទួលបងប្អូនអរគ្នាគ្រប់ពេលវេលាជាពិសេសអ្នកដែលស្រឡាញ់ចូលរួមអភិរក្សនៅសិល្បៈវប្បធម៌ខ្មែររបស់យើងបាទ